អូខេសួស្តីអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំមកប្រាប់តាក់ទងពីរបៀបប្រើប្រាស់នៅក្នុង indicator professor algo អញ្ចឹងដើម្បីយើងប្រើប្រាស់ indicator នឹងបានឲ្យត្រូវឲ្យភាគរយក្នុងការត្រូវច្រើនជាងគឺអ្នកទាំងអស់គ្នាត្រូវតែចេះមើល flow របស់ទីផ្សារផងចំណុចទី1អ្នកទាំងអស់គ្នាស៊ុំទៅមើលនៅក្នុង time frame ធំគឺ time frame 4ម៉ោងឬក៏ time frame 1ម៉ោងអ្នកទាំងអស់គ្នាឲ្យដឹងថា flow នឹងវាកំពុងស្ថិតនៅខាងណាលំហូរ buy ឬក៏លំហូរ sell បើថាផ្សារហ្នឹងទិសដៅរបស់ផ្សារគឺស្ថិតនៅក្នុងលំហូរ uptrend អ្នកទាំងអស់គ្នារកទៅកន្លែង buy ទៅបានហើយបើសិនជាស្ថិតនៅក្នុងលំហូរ downtrend អ្នកទាំងអស់គ្នារកតម្លៃ sell ទៅបានហើយហើយ indicator នេះគឺអ្នកទាំងអស់គ្នាគូប្រើនៅក្នុង time frame 15នាទីឬក៏ time frame 5នាទីដែលវាល្អអញ្ចឹងមូលហេតុដែលឲ្យ indicator នឹងសូតម្លៃ buy ឬក៏តម្លៃ sell ឲ្យអ្នកទាំងអស់គ្នាតើតែ indicator នឹងវាបង្កើតទៅជាតម្រងណាមួយដោយកន្លែងនេះផ្សារមក clear liquidity បែបនេះហើយចុះមក sweep បែបនេះបង្កើតជា candle នេះគឺជា candle proportion block មានន័យថា candle ទី2គឺ indicator នឹងសូឲ្យ sell ចេញមកហើយឲ្យ sell ចេញមកហើយកន្លែងនេះគឺដូចគ្នាដែរបង្កើតទៅជាតម្រង order block កន្លែងណាមួយហើយ candle បន្ទាប់គឺឲ្យ sell តម្លាក់មកដូចគ្នាអញ្ចឹង indicator នេះគឺมันខុសពីយើង analyze ទៅតាម technical ទេអ្នកទាំងអស់គ្នាគឺយើងត្រូវតែរងចាំឲ្យ candle ទី2វាបង្ហាញតម្លៃសិនចាំយើងចូលរងចាំឲ្យផ្សារហ្នឹងប្រាប់ពីតំបន់ sell ឬក៏តំបន់ buy សិនបើផ្សារវាប្រាប់ឲ្យចូល buy យើងអាចចូល buy បានផ្សារប្រាប់ឲ្យចូល sell យើងអាចចូល sell បានអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណច្រើន